ជាងទី2មកដល់ហើយរងចាំអត់តម្រង់លេងក្រុមកម្ពុជាយប់នេះទាំងអស់គ្នាតើកម្ពុជាអាចបង្កើតព្រឹត្តិការណ៍ភ្ញាក់ផ្អើលម្ដងទៀតបានទេតើឥណ្ឌូនេស៊ីអាចសងសឹកវិញបានទេព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះជម្រើសជើងឯកអាស៊ីអាគ្នេយ៍ CV Cup 2026 Men Volleyball ជុំទី2បានបើកឆាកប្រកួតជាផ្លូវការហើយនៅថ្ងៃទី22ខែកក្កដាឆ្នាំ2026នេះនៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ីដោយមាន6ប្រទេសចូលរួមប្រកួតប្រជែងសន្សំពិន្ទុរួមមានកម្ពុជាឥណ្ឌូនេស៊ីថៃវៀតណាមហ្វីលីពីននិងមីយ៉ាន់ម៉ាបើកឆាកប្រយុទ្ធសម្រាប់ថ្ងៃទី22ខែកក្កដានេះចំនួន2គូគូទី1ម៉ោង 3:30 នាទីរសៀលមីយ៉ាន់ម៉ាប៉ះថៃក្រុមបាល់ទះថៃរំពឹងរកបាន3ពិន្ទុដំបូងដើម្បីស្ដារមុខមាត់ឡើងវិញបន្ទាប់ពីខកខានកៅអីវគ្គផ្ដាច់ព្រាត់កាលពីជុំទី1ខណៈដែលមីយ៉ាន់ម៉ាក៏មានគោលដៅបង្កើតព្រឹត្តិការណ៍ភ្ញាក់ផ្អើលប្រចាំថ្ងៃផងដែរម៉ោង 7 យប់កម្ពុជាប៉ះឥណ្ឌូនេស៊ីជំនួបក្តៅគគកប្រចាំថ្ងៃនេះគឺជាការជួបគ្នាជាថ្មីម្ដងទៀតរវាងគូផ្ដាច់ព្រាត់ជុំទី1កម្ពុជាក្នុងនាមការពារតំណែងជាម្ចាស់ជើងឯកត្រូវតតាំងជាមួយម្ចាស់ផ្ទះឥណ្ឌូនេស៊ីដែលកំពុងស្រេកឃ្លានជ័យជំនះយ៉ាងខ្លាំងដើម្បីដណ្ដើមយកតំណែងកំពូលតារាងមកវិញថ្ងៃប្រកួតដ៏រំភើបបានមកដល់ហើយសំណួរដ៏ក្តៅគគុកដែលអ្នកគាំទ្រកីឡាបាល់ទះជុំវិញតំបន់កំពុងរងចាំចម្លើយគឺតើក្រុមជម្រើសជាតិកម្ពុជាអាចបន្តទម្រង់លេងដ៏មុតស្រួចដើម្បីបង្កើតព្រឹត្តិការណ៍ភ្ញាក់ផ្អើលនិងយកឈ្នះជាលើកទី2បានដែរឬទេឬមួយក៏ឥណ្ឌូនេស៊ីនឹងប្រើប្រាស់ប្រៀបជាម្ចាស់ផ្ទះដើម្បីសងសឹកបានសម្រេចសូមប្រជាជននិងអ្នកគាំទ្រកម្ពុជាទាំងអស់រួមកម្លាំងចិត្តតាមដាននិងគាំទ្រក្រុមកម្ពុជាយើងនៅយប់នេះ